ងើសឹកឆ្អឹងខ្ចីនៅតំបន់ជង្គង់មានរោគសញ្ញាអ្វីខ្លះថ្ងៃនេះនាងខ្ញុំមានរោគសញ្ញាមួយចំនួនចង់មកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នារោគសញ្ញាទី1ដែលពុកម៉ែបងប្អូនអាចកត់សម្គាល់បានគឺមានការហើមនៅតំបន់ជង្គង់ទី2គឺមានការឈឺចុកចាប់ពេលដែលធ្វើចលនាឬក៏ពេលដែលធ្វើបត់បែនជង្គង់ទី3គឺមានការគាំងនៅតំបន់ជង្គង់ទី4គឺនៅពេលដែលធ្វើចលនាតែងតែមានសម្លេងនៅតាមជង្គង់ខុសពីធម្មតាហើយចំណុចចុងក្រោយគឺពិបាកនៅក្នុងការធ្វើចលនាពិបាកលាជង្គង់ក៏ធ្វើឲ្យមានការឈឺចុកចាប់ដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានអាការៈទាំងអស់នេះគឺពុកម៉ែបងប្អូនកំពុងតែមានបញ្ហាសឹកឆ្អឹងខ្ចីនៅតំបន់ជង្គង់ហើយដូច្នេះពុកម៉ែបងប្អូនគួរតែប្រញាប់ក្នុងការស្វែងរកដំណោះស្រាយទៅលើបញ្ហានេះឲ្យបានត្រឹមត្រូវហើយបើសិនបើពុកម៉ែបងប្អូនមានទៅលើបញ្ហានេះពិបាកនៅក្នុងការស្វែងរកដំណោះស្រាយដោះស្រាយច្រើនហើយនៅតែកើតមានបញ្ហានឹងត្រឡប់មកវិញថ្ងៃនេះនាងខ្ញុំសូមណែនាំជាមួយនឹងផលិតផលបំពេញសុខភាព V-Hope សម្រាប់ផលិតផលបំពេញសុខភាព V-Hope នេះគឺជាផលិតផលធម្មជាតិគឺអាចបំបត្តិបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាពពុកម៉ែបងប្អូនដែលចង់បានដំណោះស្រាយអាចទំនាក់ទំនងតាមលេខទូរស័ព្ទនៅក្នុងវីដេអូនេះឬក៏អាចតាក់ទងតាម page របស់នាងខ្ញុំផ្ទាល់បានថ្ងៃនេះនាងខ្ញុំផាត់ចន្ទនាសូមអរគុណនិងសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅក្នុងវីដេអូក្រោយ